បាទជំរាបសួរពុកម៉ែបងប្អូនជាពិសេសបងប្អូនដែលជាអ្នកស្រឡាញ់ភាសាអង់គ្លេសឬក៏បងប្អូនដែលជាអ្នកសិក្សាភាសាអង់គ្លេសបាទថ្ងៃនេះខ្ញុំបានធ្វើវីដេអូចែករំលែកតាក់ទងជាមួយនឹងកាលមួយនៅក្នុងភាសាអង់គ្លេសហើយវីដេអូដំបូងនេះខ្ញុំធ្វើឡើងគឺផ្ដោតសំខាន់ទៅលើទម្រង់នៅក្នុងកាលមួយនេះដែរអញ្ចឹងទានបទរបស់យើងថ្ងៃនេះគឺយើងនឹងសិក្សាអំពីយើងនឹងជជែកវិញ្ញាណអំពីបាទទម្រង់នៅក្នុង present simple បាទបច្ចុប្បន្នកាលធម្មតារបស់យើងណាអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះយើងបែងចែកជា3ទម្រង់គឺទម្រង់ទី1គឺជា positive form ឬក៏ឲ្យឈ្មោះថាជាទម្រង់ស្របទី2យើងគឺជាទម្រង់បដិសេធដែលគេឲ្យឈ្មោះថាជា negative form ចំណែកទី3គេឲ្យឈ្មោះថាជា question form បាទតែកន្លែងនេះខ្ញុំលើកយកតែប្រភេទជា yes no question មកទេខ្ញុំអត់បានលើកយកនៅ yes w question មកទេបាទចឹងនៅក្នុងទម្រង់ស្របរបស់យើងគឺយើងបំបែកប្រធានរបស់យើងជាក្រុមបែបនេះចឹងក្រុមទី1ហៅថាក្រុមបាទយើងមានបរិះទី1បរិះទី2បាទយើងមានបរិះទី3 he she it នេះបរិះទី3ហើយវចនៈហើយយើងមានក្រុមខាងក្រោមបាទយើងមានពហុដូចគ្នាយើងមានបរិះទី1ហើយនិងបរិះទី3នៅវីដេអូក្រោយៗទៀតខ្ញុំនឹងធ្វើការបែងចែកបាទប្រធានរបស់យើងនេះសព្វនាមប្រធានរបស់យើងនេះហើយយើងដាក់ឈ្មោះវាមួយបានច្បាស់លាស់អូខេអញ្ចឹងកិច្ចសព្ទដែលប្រើជាមួយនឹង I ហើយនឹង you កន្លែងនេះគឺយើងអត់មានថែមអីទេគឺកិច្ចសព្ទនៅដដែលទេហើយកិច្ចសព្ទដែលប្រើជាមួយនឹង he she it កន្លែងនេះគឺយើងមានបំបែកបាទយើងមានបន្ថែមហើយចំណែកកិច្ចសព្ទដែលប្រើជាមួយ we តែកន្លែងនេះក៏អត់បំបែកដែរអញ្ចឹងនៅក្នុងនេះកិច្ចសព្ទ it របស់យើងទោះបីមិនបែកបំបែកឬក៏មិនបំបែកអញ្ចឹងកិច្ចសព្ទរបស់យើងទាំងអស់នេះឲ្យឈ្មោះថាជាកិច្ចសព្ទខ្ទង់ទី1ឲ្យឈ្មោះថាជា V1 បាទអញ្ចឹងអានេះឲ្យឈ្មោះថាជា V1 អូខេប៉ុន្តែ V1 កន្លែងនេះហើយនឹងកន្លែងនេះវាមានការប្រែប្រួលមួយចំនួនហើយក៏នៅមានការភ័ន្តច្រឡំដែរតើតងជាមួយនឹងវាមានការប្រើប្រាស់វាដែរអញ្ចឹងនៅក្នុងទម្រង់បដិសេធដែលយើងបានឃើញនេះគឺយើងមានបំបែកប្រធានដូចគ្នាដែរគឺយើងមាន I មាន you បាទហើយយើងប្រើជាមួយ do not ហើយ it របស់យើងនៅដដែលទេឬក៏យើងអត់ចង់ប្រើ do not ទេគឺយើងប្រើ don't អូខេហើយក្រុមដែលប្រើជាមួយបដិសេធដែលប្រើជាមួយនឹង he she it គឺយើងប្រើ does not ឬក៏ doesn't បាទប៉ុន្តែកិច្ចសព្ទកន្លែងនេះ it ដូចគ្នាមានបាទប៉ុន្តែ it នៅក្នុងទម្រង់ទី1នេះឲ្យឈ្មោះថាជា verb 1បាទចំណែក it នៅកន្លែងនេះលែងដើរតួជា verb 1ទៀតហើយវាឲ្យឈ្មោះថ្មីហៅថាជា base form ម្ដងបាទអញ្ចឹងវីដេអូក្រោយៗយើងនឹងបាទយើងជជែកគ្នាដែរហេតុអីមិនកន្លែងនេះគេហៅថា base form កន្លែងនេះឲ្យឈ្មោះថាជាហៅថា V1 បាទចំណែកចំណុចចុងក្រោយទម្រង់ចុងក្រោយគឺទម្រង់សំណួររបស់យើងបាទអញ្ចឹងយើងមានការប្រើប្រាស់ do ហើយនឹង does ដើម្បីបង្កើតជាសំណួរអូខេអញ្ចឹង do យើងប្រើជាមួយនឹង I you បាទ do ដដែលនេះយើងប្រើជាមួយនឹង we ហើយនឹងtheyអូខេចំណែក does របស់យើងនេះយើងប្រើជាមួយនឹង he she it ដែលគេឲ្យឈ្មោះថាជាបរិះទី3បាទហើយកិច្ចសព្ទរបស់យើងគឺត្រឡប់ទៅជា base form វិញបាទអញ្ចឹងកន្លែងនេះយើងអត់បំបែកវាទេនៅពេលដែលយើងអត់បំបែកបែបនេះគេឲ្យឈ្មោះថាជា base form តែនៅក្នុងបច្ចុប្បន្នកាលមានការភ័ន្តច្រឡំមួយចំនួនរវាងកិច្ចសព្ទដែលប្រើប្រាស់ក្នុងទម្រង់ស្របហើយកិច្ចសព្ទដែលប្រើប្រាស់ក្នុងជាមួយនឹងកិច្ចសព្ទដែលប្រើប្រាស់ក្នុងទម្រង់បដិសេធហើយនឹងសំណួរបាទដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងនៅក្នុងទម្រង់ស្របកិច្ចសព្ទកន្លែងនេះគេឲ្យឈ្មោះថាជា verb 1ប៉ុន្តែនៅក្នុងទម្រង់បដិសេធកន្លែងនេះ verb កន្លែងនេះអត់ដើរតួជា verb 1ទៀតទេគេឲ្យឈ្មោះថាជា base form អូខេក៏ដូចគ្នាដែរនៅក្នុងទម្រង់ក្នុងទម្រង់សំណួរអញ្ចឹងកិច្ចសព្ទដែលប្រើប្រាស់ក្នុងទម្រង់សំណួរគឺកន្លែងនេះគេអត់ហៅឈ្មោះថាជា verb 1ទេគេឲ្យឈ្មោះថាជា base form បាទអញ្ចឹងស្រប verb 1បដិសេធនឹងសំណួរឲ្យឈ្មោះថាជា base form អូខេអញ្ចឹងនៅកន្លែងនេះគឺយើងមានការបំបែកនៅពេលដែលយើងប្រើប្រាស់បរិះទី3អូខេបាទហើយកន្លែងនេះនៅពេលដែលយើងប្រើប្រាស់ទម្រង់សំណួរបាទទម្រង់បដិសេធរបស់យើងគឺយើងអាចមានជម្រើសពីរយើងប្រើទម្រង់វែងចេះក៏បានទម្រង់ខ្លីចេះក៏បានខុសត្រង់ថា I you we ហើយនឹង they គឺយើងប្រើ do not ឬក៏ don't ចំណែក he she it យើងប្រើ does not ឬក៏
doesn't ចំណែកសំណួរគឺយើងមានពីរដូចគ្នាដែរយើងមាន do ហើយនិង does do ហើយនិង does គឺ do យើងប្រើជាមួយ4ប្រធាន I you we ហើយនិង they does យើងប្រើជាមួយ3ប្រធាន he she ហើយនិង it ឬក៏ជាឲ្យឈ្មោះថាជាបទទី3ឯកវចនៈបាទអញ្ចឹងវីដេអូបន្ទាប់ទៀតខ្ញុំនឹងលើកយកអំពីរបៀបនៃការបំបែកកិរិយាសព្ទគឺយើងផ្ដោតសំខាន់ទៅលើការប្រើប្រាស់កិរិយាសព្ទនៅកន្លែងនេះបាទសូមអរគុណច្រើនសូមតាមដាននៅវីដេអូបន្តទៀតបាទសូមអរគុណ